សម្បត្តិទាំងអស់ហ្នឹងមិនស្មើនឹងឧបោសថសិលមួយថ្ងៃទេនិយាយទៅពីចំណេញរាល់ថ្ងៃមួយថ្ងៃ 1000 10000 100,000 កហបណៈទៅហើយមួយកហបណៈហ្នឹងច្រើន 1000 កហបណៈហ្នឹងវា60តម្លឹងដែរច្រើនណាមកគិតជាមាសឥឡូវមួយថ្ងៃបាន 1000 10000 ក៏ 10000 ណាហើយរាល់ថ្ងៃមួយឆ្នាំ 365 ថ្ងៃចិត្តបានរហូតអូនឹងរធនាគារណាដាក់ជីកដីកប់ណាទិញដីទិញអីច្រើនកប់មាសកប់ប្រាក់ណាធ្វើឃ្លាំងក្នុងដីក្នុងអីមាត់តណាមួយថ្ងៃលេខសិតតែ600តម្លឹងមាសអីចឹងឲ្យបានមករហូតណារហូតមួយឆ្នាំហើយ100ឆ្នាំទៀតបានរាល់ថ្ងៃទៀតណាក៏ប៉ុន្តែសម្បត្តិទាំងអស់ហ្នឹងមិនស្មើនឹងឧបោសថសិលមួយថ្ងៃទេណាអត់ស្មើនឹងឧបោសថសិលមួយថ្ងៃទេឧបោសថសិលមួយថ្ងៃឲ្យសម្រេចបាននៅឋានតុសិទ្ធហើយមិនមែនឋានតុសិទ្ធតែម្ដងហ្នឹងទេណាបុណ្យហ្នឹងមិនមែនឲ្យសុគតិភពមួយជាតិទេណាឧបោសថមួយថ្ងៃរាប់ជាតិអស់ទេព្រោះវាច្រើនវេរៈតែមួយវេរៈឲ្យសុគតិភពមួយជាតិមួយវេរៈដែលមានជីវ័ន7គណៈហ្នឹងណាហើយឧបោសថសិលមួយថ្ងៃហ្នឹងដែលប្រព្រឹត្តទៅនៅក្នុងចេតនាសិលហ្នឹងប្រមាណវេរៈដែលប្រព្រឹត្តទៅជាចេតនាសិលហ្នឹងណាមួយវេរៈឋានតុសិទ្ធមួយជាតិហើយសម្បត្តិមនុស្សយើងរួមមួយថ្ងៃ 10000 100,000 កហបណៈរាល់ថ្ងៃមួយឆ្នាំហើយមួយឆ្នាំទៀត100ឆ្នាំរត់ដឹងតែវិបាកអត់មានថ្ងៃខាតទោះជាប៉ុណ្ណឹងក៏ដោយមិនស្មើនឹងឧបោសថមួយថ្ងៃផងទេណាហើយឧបោសថនេះមិនមែនសម្រាប់តែទេវលោកទៀតឧបោសថនេះជាឧបនិស្ស័យបានស្ដាប់ពធទៀតសម្រាប់មគ្គផលទៀតណាប៉ុន្តែនិយាយទៅអ្នកណាជឿណាអ្នកណាជឿអ្នកណាគេយល់និយាយទៅពីចំណេញរាល់ថ្ងៃ